ចំណងជើងរឿងយុវជនម្នាក់នឹងការសង្គ្រោះសត្វកាយសមុទ្របន្ទាប់ពីមានភ្លុះសង្គ្រាដ៏ធំមួយបាក់បោកមកក្បែរមាត់ឆ្នេរសមុទ្រមានសត្វកាយសមុទ្រ Starfish រាប់ពាន់ក្បាលត្រូវបានទឹកហក់មកលើគោកដោយសារកម្ដៅថ្ងៃខ្លាំងសត្វកាយទាំងនោះកំពុងប្រឈមនឹងការងាប់បន្តិចម្ដងមានបុរសម្នាក់ដើរកាត់ទីនោះហើយឃើញយុវជនម្នាក់កំពុងអោនរើសសត្វកាយសមុទ្រម្ដងមួយរួចបោះវាទៅក្នុងទឹកវិញយ៉ាងម៉ត់ចត់បុរសនោះក៏សើចហើយនិយាយថាយុវជនអើយឯងកំពុងធ្វើអ្វីហ្នឹងមានសត្វកាយរាប់ពាន់ក្បាលនៅទីនេះឯងមិនអាចជួយពួកវាទាំងអស់បានទេតើការខំប្រឹងរបស់ឯងនឹងវាមានន័យអ្វីទៅ What difference does it make យុវជននោះមិនតបអ្វីឡើយគាត់អោនរើសសត្វកាយមួយក្បាលទៀតបោះវាចូលទៅក្នុងទឹកសមុទ្រយ៉ាងទន់ភ្លន់រួចញាក់មកនិយាយថាយ៉ាងហោចណាស់វាមានន័យសម្រាប់សត្វកាយមួយក្បាលនេះបុរសនោះក៏ភ្ញាក់រលឹកហើយក៏ចាប់ដើមជួយយុវជននោះរើសសត្វកាយបោះចូលទឹកវិញដែរមេរៀននៃរឿងកុំមើលស្រាលសកម្មភាពតូចតាចរបស់អ្នកទោះបីជាអ្នកមិនអាចផ្លាស់ប្ដូរពិភពលោកទាំងមូលបានភ្លាមប៉ុន្តែរាល់អំពើល្អនិងការខិតខំប្រឹងប្រែងរបស់អ្នកវាតែងតែមានន័យសម្រាប់នរណាម្នាក់ឬអ្វីមួយជានិច្ចការផ្លាស់ប្ដូរដ៏អស្ចារ្យតែងតែចាប់ផ្ដើមពីការធ្វើរឿងតូចតាចដោយបេះដូងដ៏ធំធេងចំណុចសម្រាប់វិភាគសត្វកាយរាប់ពាន់ក្បាលតំណាងឲ្យបញ្ហាធំក្នុងសង្គមដែលមើលទៅដូចជាមិនអាចដោះស្រាយបានយុវជនជានិមិត្តរូបនៃអ្នកអនុវត្ត The Doll ដែលមិនរុញរាចំពោះទំហំនៃបញ្ហាបុរសដែលសាច់ចំអកតំណាងឲ្យអ្នករិះគន់ឬភាពអវិជ្ជមានដែលតែងតែធ្វើឲ្យយើងចង់បោះបង់អត្ថន័យនៃសកម្មភាពតើនៅក្នុងការងាររបស់អ្នកតើអ្នកធ្លាប់មានអារម្មណ៍ថាអ្វីដែលអ្នកធ្វើមិនសូវសំខាន់ដែរឬទេរឿងនេះដាស់តឿនឲ្យយើងដឹងថារាល់ការខំប្រឹងសុទ្ធតែមានតម្លៃ